សួស្តីបងប្អូនតើមើលការទាំងអស់គ្នាសម្រាប់នៅក្នុងសប្តាហ៍នេះគឺជាសប្តាហ៍ចុងក្រោយនៃខែនេះហើយអញ្ចឹងតើមើលថាតើមានព្រឹត្តិការណ៍អ្វីខ្លះដែលអ្នកទាំងអស់គ្នាគួរតែដឹងឮហើយគួរតែធ្វើការសម្រេចចិត្តឬក៏កាត់ចិត្តចេញណាចំពោះរឿងរ៉ាវដែលមិនសមបំណងអីអញ្ចឹងកុំឲ្យវាអូសបន្លាយទៅដល់ក្នុងខែថ្មីតើឥឡូវយើងទៅមើលថាតើអ្វីខ្លះដែលអ្នកទាំងអស់គ្នាហ្នឹងកំពុងតែគិតនឹងអ្វីខ្លះដែលនឹងមកដល់វ៉ាវអ្នកទាំងអស់គ្នាគឺនិយាយទៅព្រឺរោមណាខ្ញុំមុននេះខ្ញុំបាននិយាយឲ្យអ្នកទាំងអស់គ្នានឹងកាត់ប្រាចេញពីអតីតកាលប៉ុន្តែវាគឺឆ្លងចូលចិត្តចូលឆ្លងចូលខែថ្មីហើយគឺជាដាច់ខែអញ្ចឹងដំណើរនេះគឺដំណើររបស់អ្នកមួយចំនួនដែលគាត់បានចាក់ចេញពីអតីតកាលចាក់ចេញពីកន្លែងដែលស្ទើរស្លាប់ស្ទើររស់អាចថាកាតនេះគឺកាតនៃការចាប់ផ្ដើមអ្វីមួយថ្មីអាចថាឆ្ពោះទៅរកសុភមង្គលនៅក្នុងនេះវាមានទាំងទងជាតិដែលតំណាងឲ្យរូបត្រីតំណាងឲ្យផ្កាតំណាងឲ្យភាពចម្រុងចម្រើននៅខាងមុខគ្រាន់តែថារូបដែលនៅលើក្នុងសេះនេះគឺជាសាកសពអាចថាជាខ្មោចប៉ុន្តែខ្មោចតំណាងឲ្យតួនាការនៅក្នុងអតីតកាលរបស់អ្នកទាំងអស់គ្នាអញ្ចឹងអ្វីដែលអ្នកត្រូវបោះជំហានទៅមុខគឺអនាគតដែលអ្នកទាំងអស់គ្នាមិនថាមានរឿងអ្វីដែលអ្នកទាំងអស់គ្នាខកបំណងឬក៏សោកស្ដាយនៅខាងក្រៅខ្នងទេអ្វីដែលសំខាន់បំផុតគឺអ្នកទាំងអស់គ្នានឹងត្រូវបោះជំហានទៅមុខជានិច្ចព្រោះមនុស្សដែលស្រឡាញ់អ្នកទាំងអស់គ្នាមិនមែនណានៅខាងក្រៅគឺមានគ្រួសារទោះបីអ្នកទាំងអស់គ្នាខកចិត្តយ៉ាងណាក៏ដោយនៅក្នុងនេះគឺបែរថាគ្រួសារដែលរងចាំអ្នកទាំងអស់គ្នាមនុស្សជាទីស្រឡាញ់ដែលរងចាំអ្នកទាំងអស់គ្នាអាចថានេះគឺជាមេតបខ្មោចម្នាក់ដែលគាត់បាននេះហើយមានស្ដេចនៅឈររងចាំស្វាគមន៍មកគាត់ណាវាអាចថាជាអ្នកទាំងអស់គ្នាត្រូវតែចាក់ចេញពីស្រមោលខ្មៅនៅក្នុងអតីតកាលរឿងឈឺចាប់នៅក្នុងអតីតកាលដែលមិនសមបំណងអ្វីដែលធ្វើឲ្យអ្នកទាំងអស់គ្នាឈឺចាប់ត្រូវតែបោះជំហានចេញពីវាព្រោះនៅខាងមុខគឺសុភមង្គលភាពស្ដុកស្ដាំគឺរូបត្រីគឺតំណាងឲ្យច្រើនខ្លាំងមែនទែនទាំងរូបពណ៌លឿងហើយអ្នកទាំងអស់នេះគឺមានសក្តានុពលខ្លាំងគឺមានមនុស្សដែលមានបុណ្យស័ក្តិមានអំណាចឈរចាំស្វាគមន៍អញ្ចឹងបែរថាអនាគតរបស់អ្នកទាំងអស់នេះដែលកំពុងតែរងចាំអ្នកទាំងអស់នេះនោះគឺជាអនាគតមួយដែលពោរពេញទៅដោយអំណាចនិងភាពអស្ចារ្យចង់ណាអញ្ចឹងត្រូវបោះជំហានទៅណាអាចថានៅក្នុងខែចុងខែនេះអ្នកទាំងអស់នេះត្រូវតែបន្លែងចោលនៅរឿងរ៉ាវស្មុគស្មាញនៅពេលដែលឃើញវីដេអូនេះត្រូវធ្វើការសម្រេចចិត្តណាអ្នកទាំងអស់នេះគឺការនេះគឺអ្នកទាំងអស់នេះត្រូវធ្វើការសម្រេចចិត្តចាក់ចេញខ្លាំងខ្លែងហេតុផលណាបោះជំហានទៅមុខសន្សំអាចថាមាននរណាម្នាក់កំពុងតែចាក់ចេញត្រៀមខ្លួនចាក់ចេញពីអតីតកាលហើយកំពុងតែឬក៏អ្នកនរគ្នានឹងកំពុងតែត្រៀមខ្លួននឹងចាប់ផ្ដើមដំណើរជីវិតថ្មីលើកាត់ថ្មីធ្វើការសម្រេចចិត្តមុននឹងការចំណាយមុននឹងការចាប់ផ្ដើមវ៉ាវគឺអ្នកនរគ្នាគឺត្រូវប្រុងខ្លួនណាត្រៀមខ្លួនជាស្រេចដើម្បីទទួលយកនៅអ្វីមួយថ្មីដែលនឹងមកដល់ណានៅក្នុងនេះគឺមួយជំហានអ្នកនរនេះគឺចាប់ផ្ដើមថ្មីដំណើរអាចថាមានការធ្វើដំណើរប៉ុន្តែក្នុងការធ្វើដំណើរនេះអ្នកនរនេះអាចថាសម្រេចចិត្តទី1សម្រេចចិត្តចាក់ចេញពីអតីតកាលហើយឆ្ពោះទៅខាងមុខណាចាប់ផ្ដើមធ្វើដំណើរបោះជំហានទៅខាងមុខដោយប្រុងប្រយ័ត្នណាអញ្ចឹងនៅពេលដែលអ្នកឃើញវីដេអូនេះណាបែរថាដល់ពេលវេលាដែលអ្នកត្រូវបោះបង់ចោលនៅអ្វីគំនិតចាស់អតីតកាលដែលមិនល្អភាពស្មុគស្មាញវ៉ាចូលដល់ដំណាក់កាលមួយគឺថាសេចក្តីចែករំលែកអ្នកទាំងអស់គ្នាប្រសិនបើអ្នកទាំងឃើញវីដេអូនេះជួយ comment ខាងក្រោមផងណាដោយសារខ្ញុំឃើញនៅក្នុងនេះគឺអ្នកមួយចំនួនហាក់បីដូចជាចិត្តសប្បុរសខ្លាំងចែករំលែកឬក៏អ្នកទាំងអស់គ្នាអាចថាដល់ពេលវេលាមួយដែលទទួលបាននៅការជួយសង្គ្រោះពីនរណាម្នាក់ណាអ្នកនរគ្នាជួយគេជួយអ្នកនរគ្នាគឺវាបែបហ្នឹងគឺហាក់បីដូចជាអ្នកនរគ្នាទទួលបានលទ្ធផលពីអ្វីដែលខ្លួនឯងខិតខំសាងគឺសាងសេចក្តីល្អនៅក្នុងនេះគឺអ្នកនរគ្នាតែងតែចែករំលែកនៅសេចក្តីល្អដល់មនុស្សជុំវិញណាអាចថាដល់ពេលវេលាមួយដែលអ្នកនរគ្នានឹងទទួលបានពីគេត្រឡប់មកវិញអញ្ចឹងប្រសិនបើអ្នកនរឃើញបែបនេះកុំភ្លេចជួយ comment ខាងក្រោមនឹងផងថាតើវាជាវីដេអូដែលអ្នកនរគ្នាតែងតែបែបហ្នឹងអត់ណាអាចថាអ្នកនរគ្នាមួយចំនួនតែងតែឃើញលេខ6ឬក៏លេខ7លេខ2អាចពាក់ព័ន្ធជាមួយនឹងលេខអស់នោះណាហើយអាចក៏ដែរណាអ្នកនរគ្នាអាចថាលេខដែលពាក់ព័ន្ធជាមួយធម៌ពលរបស់អ្នកនរគ្នាភាគច្រើនណាខ្ញុំឃើញនៅក្នុងនេះគឺលេខ2ដល់ពេលវេលាដែលថ្លង់ថ្លែងនឹងការសម្រេចចិត្តបោះជំហានមួយអាចថាអ្នកនរគ្នាគឺដល់ពេលវេលាដែលអ្នកនរគ្នាប្រមូលផលនៅក្នុងនេះអាចថាចុងខែនេះអ្នកនរគ្នាមួយចំនួននឹងទទួលបាននៅណាការប្រមូលផលអ្វីមួយពីការខិតខំប្រឹងប្រែងគឺទទួលបានរង្វាន់អ្វីមួយព្រោះនៅក្នុងនេះគឺអ្នកនរគ្នាដាក់ចិត្តដាក់កាយខំប្រឹងប្រែងធ្វើកម្រងនឹងយូរណាស់មកហើយឱកាស
នៅសត្វសង្កែជាឱកាសតែម្ដងនៅក្នុងចុងខែនេះយើងអាចនិយាយបានថាកាតនេះវាមិនមែនថាបានថាគឺការចាប់ដើមចាក់ចេញពីចុងខែនេះគឺបោះជំហានចូលក្នុងខែថ្មីអញ្ចឹងពីឥឡូវទៅរហូតដល់ខែថ្មីតើអ្វីខ្លះដែលនឹងមកដល់គឺភាពជោគជ័យការសម្រេចចិត្តរបស់វ៉ាវអ្នកទាំងគ្នា Wheel of Fortune បានថាសេចក្តីល្អសំណាងល្អណារឿងរ៉ាវល្អៗនឹងចូលមកដល់បានថាដល់វត្តនៃការចាក់ចេញនៅក្នុងនេះវាបានថាអ្នកទាំងគ្នាគឺដល់ពេលវេលាដែលចាក់ចេញពីអតីតកាលបោះចំហៀនទៅក្នុងអនាគតដ៏រុងរឿងបានថាដល់ពេលវេលាដែលជួបសំណាងល្អជួបរឿងរ៉ាវល្អៗណាការកាត់ផ្ដាច់នៅចំណងទាំងប្រមាណកាត់នេះគឺល្អខ្លាំងមែនទេណាអាចថាអ្នកទាំងគ្នានឹងដឹងដំណឹងអ្វីមួយណានៅក្នុងចុងពីចុងខែនេះទៅនឹងទទួលបានដំណឹងអ្វីមួយដែលមានអារម្មណ៍ថាធ្វើឲ្យអ្នករីករាយធ្វើឲ្យសប្បាយចិត្តអាចថាកម្រងនៅទទួលបាននៅកម្រង project ថ្មីៗការងារថ្មីៗណាឱកាសថ្មីៗបានថាសំណាងល្អថ្មីៗនឹងចូលមកដល់វ៉ាវគឺល្អខ្លាំងខ្ញុំឃើញនៅក្នុងគឺល្អខ្លាំងមែនតើណាអាចថាសំណាងល្អនៅខាងអ្នកទាំងអស់គ្នានៅពេលនេះនេះរឿងរ៉ាវកន្លងមកអាចថានៅពេលដែលរឿងរ៉ាវទាំងអស់នោះគឺផ្លាស់ប្ដូរយ៉ាងលឿនតែម្ដងណាអ្វីដែលមកដល់គឺផ្លាស់ប្ដូរយ៉ាងលឿនតែម្ដងសម្រាប់អ្នកទាំងអស់គ្នានៅក្នុងនេះគឺតំណាងឲ្យអ្វីមួយដែលមកភ្លាមដែលមិនបានរំពឹងទុកបានថាសំណាងល្អរឿងរ៉ាវល្អៗដែលចូលមកភ្លាមណាវាហាក់ធ្វើឲ្យអ្នកទាំងអស់គ្នា surprise ដែលនឹកស្មានមិនដល់ណាអ្នកទាំងអស់គ្នានៅក្នុងចុងខែនេះរហូតដល់ខែថ្មីអ្នកឲ្យហាក់បីដូចជារៀងរវល់អាចថារវល់ពាក់ព័ន្ធជាមួយនឹងរឿងលើកាការខិតខំប្រឹងប្រែងលើកាចំណូលចូលសិនអ្នកទាំងអស់គ្នាប្រើជំនាញឲ្យខ្លួនឯងចេះវ៉ាវក្តីសុខខ្លាំងមែនតើហើយអ្វីដែលខ្ញុំឃើញពិសេសគឺអ្នកទាំងអស់គ្នាស្នេហាមានមនុស្សដែលអាចថាជាស្នេហាថ្មីវាមិនមែនជាស្នេហាចាស់ទេព្រោះនៅក្នុងនេះឃើញដំណើរនៃការចាប់ផ្ដើមបើទោះបីជាស្នេហាចាស់ក៏មនុស្សចាស់ត្រឡប់មកវិញនៅក្នុងរូបរាងថ្មីនៅក្នុងគំនិតថ្មីគឺផ្លាស់ប្ដូរការគិតទាំងស្រុងណានៅក្នុងនេះខ្ញុំឃើញថាធម្មពលនៃការដែលគេចូលមកគឺវាច្បាស់លាស់ខ្លាំងមែនទែនគឺកាត់ផ្ដាច់នៅរាល់ឧបសគ្គទាំងប្រមាណណាគឺកាត់ផ្ដាច់បានថាធម្មពលនេះគឺខ្លាំងមែនទែនណាកាត់ផ្ដាច់នៅរាល់រឿងរ៉ាវតុកសិចរឿងរ៉ាវស្មុគស្មាញកាត់ផ្ដាច់នៅភាពស្បែកស្បើកាត់ផ្ដាច់នៅរឿងអតីតកាលបានថាធម្មពលរបស់អ្នកនរគ្នានៅក្នុងពេលនេះពេលដែលឃើញវីដេអូនេះអាចថាអ្នកមួយចំនួនគឺកំពុងតែនៅក្នុងដំណាក់កាលមួយថាប្រសើរក្រៃលែងតែថានៅពេលដែលឃើញវីដេអូនេះគឺរឿងរ៉ាវគ្រប់យ៉ាងរបស់អ្នកនរគ្នាហ្នឹងគឺបោះជំហានទៅមុខយ៉ាងរលូនណាសម្រាប់គោលដៅប៉ុន្តែសម្រាប់រឿងលើកាវិញវាចូលមកសន្សំព្រោះអីដល់ពេលវេលាដែរអ្នកនរគ្នាទទួលបាននៅសំណាងល្អមួយដែលពេញលេញខ្ញុំឃើញនៅក្នុងនេះគឺសំណាងល្អដែលកំពុងតែឈរនៅខាងអ្នកនរគ្នាអាចថាកន្លងមកអ្នកនរគ្នាមិនសូវមានឱកាសបែបនេះក៏ដោយប៉ុន្តែអ្វីដែលមកដល់នៅពេលនេះគឺវាជាពេលវេលារបស់អ្នកនរគ្នាណាវាជាពេលវេលាដ៏ល្អដែលអ្នកនរគ្នាមិនអាចមើលរំលងបានគ្រប់ឱកាសដែលមកដល់អ្នកនរត្រូវតែចេះចាប់យកហើយត្រូវចេះតែបន្តទៅមុខហើយអ្វីដែលពិសេសមួយទៀតនៅក្នុងពីចុងខែនេះទៅអ្នកនរអាចនឹងដឹងដំណឹងពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវស្នេហាមនុស្សដែលចូលមកដល់ក្នុងជីវិតអាចថាជាមនុស្សម្នាក់ដែលមានការផ្ដល់ពរពីព្រះជាម្ចាស់ឬក៏មនុស្សម្នាក់ដែលមាននិស្ស័យជាមួយអ្នកនរតាំងពីអតីតជាតិនៅក្នុងនេះអាចថាអ្នកនរនឹងចាក់ចេញពីអតីតកាលហើយគឺកំពុងតែឆ្ពោះមករកពិភពលោកមួយបែរថាឆ្ពោះមករករឿងរ៉ាវដែលល្អណាសំណាងល្អពាក់ព័ន្ធជាមួយនឹងរឿងស្នេហាអីគឺអ្នកនរចាក់ចេញពីអ្វីដែលល្អជាងមុនណាអាចថានៅក្នុងខែថ្មីអ្នកនរនឹងជួបនរណាម្នាក់ណាអាចថាពាក់ព័ន្ធជាមួយនឹង Gemini, Libra, Aquarius ឬក៏ Scorpio, Taurus, Virgo ណាដែលអ្នកនរកំពុងតែគិតច្រើនពីអនាគតណាពិសេសគឺពាក់ព័ន្ធជាមួយនឹងការងារនិងតំណែងស្នេហាណាប្រសិនមកអ្នកនរពិតជាគិតបែបហ្នឹងមែនសូមខមមិនខាងក្រោមវីដេអូខ្ញុំបានដឹងផងណាដោយសារអ្នកនរទើបតែបាត់បង់អ្វីមួយហើយអ្នកនរកំពុងតែចាក់ចេញពីជីវិតដ៏ខ្មៅស្អាប់នោះហើយដើម្បី restart ដើម្បីចាប់ផ្ដើមឡើងវិញនៅដំណើរនិងសំណាងល្អថ្មីចូលមកក្នុងជីវិតមិនថាជីវិតគូស្នេហាមិនថាជីវិតការងារនិងភាពរីករាយគឺអ្នកនរចាប់ផ្ដើមហើយអ្វីដែលសំខាន់បំផុតនៅក្នុងនេះគឺអ្នកនរត្រៀមខ្លួនក្នុងការធ្វើដំណើរណាអាចថាអ្នកនរបានសម្រេចចិត្តឬក៏ពេញចិត្តរីករាយនឹងធ្វើដំណើរទៅកន្លែងណាមួយគោលដៅអាចថានៅក្នុងខែថ្មីនេះ
ឬក៏ចាប់ពីចុងខែនេះទៅអ្នកខ្លះអាចថានៅក្នុងចុងសប្តាហ៍នេះនឹងធ្វើដំណើរទៅកន្លែងណាមួយណាប្រើកំណត់ច្បាស់លាស់ណាកាត់ផ្ដាច់នៅអបស័កនៅអាប់ខ្មៅខាងមុខចេញអស់ហើយបន្តដំណើរទៅកន្លែងណាមួយណាព្រោះនៅក្នុងនេះគឺវាតំណាងឲ្យនៅសេចក្តីរីករាយខែថ្មីអ្នកនរគ្នានឹងអាចថារាំងរវល់ហើយរឿងដែលមិនបានរំពឹងទុកនឹងមកដល់ភ្លាមណារឿងដែលអ្នកនរគ្នានឹកស្មានមិនដល់ណាអញ្ចឹងបើសិនមកជាបែបនឹងមិនសូម complete comment ខាងក្រោមខ្ញុំបានដឹងផងណាវាអាចថានៅក្នុងខែក្រោយគឺជាខែមួយដែលអ្នកនរគ្នាផ្លាស់ប្ដូរធ្វើការផ្លាស់ប្ដូរហើយនឹងការពិតមួយចំនួនត្រូវបានបោកបង្ហាញណាដោយសារនេះរឿងរ៉ាវទាំងអស់នេះណាផ្លាស់ប្ដូរខ្លាំងមែនទែនណារឿងរ៉ាវចាស់វានឹងបញ្ចប់អ្នកទាំងអស់គ្នាអាចបោះបង់ចោលនៅតំណែងឬក៏ការងារឬក៏គំនិតចាស់ដែលមិនសមនឹងអ្នកទាំងអស់គ្នាឬក៏អ្វីមួយគំនិតដែលមិនធ្វើឲ្យអ្នកទាំងអស់គ្នារីកចម្រើនណាអ្នកទាំងអស់គ្នាត្រូវតែបោះបង់ចេញនៅក្នុងនេះអ្វីដែលអ្នកទាំងអស់គ្នាគួរចាប់យកគឺការចាប់ផ្ដើមថ្មីដំណើរអ្នកទាំងអស់គ្នាគឺត្រៀមខ្លួនដំណើរធ្វើការសម្រេចចិត្តអាចថាអ្នកទាំងអស់គ្នានឹងមានការស្ទាក់ស្ទើរតិចតួចនៅពេលដែលមានដំណឹងពាក់ព័ន្ធជាមួយនឹងការចូលមកដល់របស់នរណាម្នាក់ប៉ុន្តែអ្នកទាំងអស់គ្នាហាក់បីដូចជាប្រុងប្រយ័ត្នខ្លួនខ្លាំងចំពោះគេអាចថាដោយសារតែបទពិសោធន៍ដែលធ្លាប់ជួបកន្លងមកវាធ្វើឲ្យអ្នកទាំងអស់គ្នានឹងភ័យខ្លាចធ្វើឲ្យអ្នកទាំងអស់គ្នានឹងរាំងចោលណាអាចថាមនុស្សក្នុងអតីតកាលធ្វើអ្នកឆ្អែតទើបអ្នកទាំងអស់គ្នាប្រុងប្រយ័ត្នអ្នកទាំងអស់គ្នាស្ទើរតែមិនចង់ទទួលអ្នកណាអ្នកទាំងអស់គ្នាត្រៀមខ្លួនក្នុងការប្រយុទ្ធរហូតគឺបើថាត្រៀមខ្លួនអត់ចង់បើកចិត្តណាប៉ុន្តែវាគួរតែដល់ពេលវេលាហើយណាកាត់ផ្ដាច់នេះដំណើរឲ្យនៃការកាត់ផ្ដាច់នៃការច្បាស់លាស់ណាភាពច្បាស់លាស់នៅខាងមុខអ្វីដែលត្រូវជំនះទៅក្នុងជីវិតរបស់អ្នកទាំងគ្នាណាព្រោះអ្នកទាំងគ្នាមានការមួយដែលជាវាសនាណាបានថាវាសនាកំពុងបង្វល់អ្នកទាំងគ្នានឹងឲ្យទៅទឹកថ្មីទឹកដែលល្អជាងមុនទឹកដែលសំណាងនៅខាងអ្នកទាំងគ្នាអ្វីដែលអ្នកធ្លាប់ជាប់គាំងនឹងចាប់ផ្ដើមធ្វើដំណើរវិលទៅខាងមុខណានេះគឺជាសារពីចក្រវាឡក៏ថាបានណាហើយមួយវិញទៀតណាដូចខ្ញុំបានប្រាប់អញ្ចឹងគឺពាក់ព័ន្ធជាមួយនឹងការពីនេះគឺដូចជាការកាត់ដាច់ណាការកាត់ដាច់ការត្រៀមណាត្រៀមគ្រប់យ៉ាងត្រៀមជើងព្រួលហើយស្រេចណាការពិតនឹងត្រូវបានបង្ហាញអ្នកនឹងអាចសម្រេចចិត្តច្បាស់លាស់ជាងមុនខ្លាយជាមនុស្សម្នាក់ដែលចាស់ទុំជាងមុនរឹងមាំជាងមុនហើយភាពការគិតរបស់អ្នកនឹងរឹងមាំជាងមុនផងដែរណាបើថាអ្វីគឺអ្នកនឹងគិតច្បាស់ជាងមុនប្រុងប្រយ័ត្នជាងមុនណាគាត់ថាកន្លងមកអ្នកនៅមានភាពស្ទាក់ស្ទើរណានៅក្នុងខែថ្មីអាចថាបើនិយាយពីរឿងលើកាក់វិញគឺល្អប្រសើរព្រោះឯអ្នកនរខិតខំប្រឹងប្រែងអត់ឈប់ឈរទេណាហើយអាចអ្នកទាំងអស់គ្នាអាចនឹងទទួលបាននៅរង្វាន់ត្រឡប់មកវិញទៀតផងនៅក្នុងខែថ្មីដោយសារអ្នកទាំងអស់គ្នាហ្នឹងគឺទទួលបានការជួយណាឬក៏អ្នកទាំងអស់គ្នាហ្នឹងទទួលបានការផ្ដល់ឲ្យពីនរណាម្នាក់បើថាការខិតខំប្រឹងប្រែងរបស់អ្នកនរគ្នាហ្នឹងវាអាចថាជាលទ្ធផលជារង្វាន់ជាការផ្ដល់ឲ្យនៅក្នុងនេះគឺពាក់ព័ន្ធជាមួយនឹងការខិតខំប្រឹងប្រែងរបស់អ្នកនរគ្នាគឺវាអត់មើលរំលងអ្នកនរគ្នាទេណាអ្វីដែលអ្នកនរខិតខំអ្វីដែលអ្នកនរព្យាយាមដាក់ចិត្តដាក់កាយធ្វើគឺនឹងត្រឡប់មករកអ្នកនរគ្នាវិញណាហើយមួយវិញទៀតអាចថាជាខែមួយណាពីចុងខែនេះទៅណាពីសង្ឃសប្តាហ៍នេះទៅអ្នកនរអាចថាជាខែមួយដែលអ្នកនរហ្នឹងនឹងអាចពេញចិត្តទៅលើការសម្រេចបាននៅលទ្ធផលជាទីគាប់ចិត្តណាអាចថាពេញចិត្តនៅសំណាងល្អដែលកំពុងតែបាក់មកអាចថាពេញចិត្តនៅកងវាសនាដែលបានបង្វិលដល់ទិសដៅថ្មីសម្រាប់ជីវិតរបស់អ្នកទាំងគ្នាគឺរីករាយអ្នកទាំងរីករាយនឹងទទួលរីករាយនឹងស្វាគមន៍ណាអញ្ចឹងអ្វីបានថាអ្នកទាំងគ្នាគឺអាចថានឹងមានគម្រោងថ្មីកើតឡើងផងដែរគម្រោង project ថ្មីសម្រាប់ឱកាសការងារលោកកាមិនត្រឹមតែលុយនៅសិនចូលមកទេហើយក៏មានគម្រោងថ្មីចូលមកដែរណាចំពោះរឿងរ៉ាវស្នេហាអ្នកនរគ្នាអាចថាមានការផ្សារភ្ជាប់ជាមួយមនុស្សដែរនឹងមកដល់អាចជាស្នេហាជាគូជីវិតឬជា soulmate connection ខ្លាំងមែនទែនណាអាចថាជា soulmate connection ជាមួយនឹងអ្នកទាំងអស់គ្នារាល់ពេលដែលអ្នកទាំងអស់គ្នាបានឃើញនៅក្នុងនេះអ្នកទាំងអស់គ្នាត្រូវតែទទួលយកនៅអ្វីដែលធ្លាប់ឆ្លងកាត់ណាហើយរៀនកាត់ផ្ដាច់នៅអ្វីដែលមិនល្អវាប្រៀបដូចជាការនេះវារបៀបដូចជាវាសនាបានបង្ខំឲ្យអ្នកទាំងអស់គ្នានឹងបិទទ្វារចាស់ចេញ
ណាព្រោះអីអាចថាស្ថានភាពឥឡូវអ្នកទាំងអស់គ្នាធ្លាប់ពិបាករកដំណោះស្រាយអត់ចេញប៉ុន្តែឥឡូវនេះដោយសារវាមានការនេះតែខ្ញុំបាននិយាយវាបានបង្ហាញថាអ្វីមួយដែលមិនស័ក្តិសមនឹងអ្នកទាំងអស់គ្នាត្រូវបានដួលរលំត្រូវបានរលាយបាត់ណាអញ្ចឹងដំណាក់កាលថ្មីសម្រាប់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាអាចថានឹងមានការភ្ញាក់ផ្អើលនៅពេលដែលមានសារអ្វីមួយដែលមកបញ្ញាក់អ្នកទាំងអស់គ្នាឬក៏មានអ្វីមួយដែលចូលមកធ្វើឲ្យអ្នកទាំងអស់គ្នាខ្ទាតចេញពីរឿងរ៉ាវចាស់ៗនិយាយឲ្យចំទៅគឺបែកបាក់ចេញពីអតីតកាលដែលឈឺចាប់អញ្ចឹងវាអាចថាជាការសម្រេចចិត្តណារឿងដែលអ្នកអង្គត្រូវសម្រេចចិត្តភ្លាមតែម្ដងហើយណាវាមិនមែនជាការបាត់បង់អ្វីមួយដែលអ្នកអង្គគួរតែស្ដាយទេវាអាចថានេះជាការរៀបចំជីវិតថ្មីពីចក្រវាលឬក៏ពីវាសនារបស់អ្នកទាំងអស់គ្នាហ្នឹងសម្រាប់អ្នកទាំងអស់គ្នាឲ្យខ្លាចជាមនុស្សថ្មីបាត់បង់អ្វីមួយដើម្បីទទួលបានអ្វីមួយដែលថ្មីណាអញ្ចឹងគ្រប់យ៉ាងគឺបង្ហាញថាការពិតអ្វីមួយនឹងនៅខាងមុខអ្នកទាំងអស់គ្នាអាចនឹងមើលឃើញថានរណាពិតជាមិត្តនរណាពិតជាស្នេហាណាសម្រាប់អ្នកទាំងអស់គ្នាក្នុងពេលឆាប់ហើយនៅក្នុងចុងខែនេះរហូតដល់ខែថ្មីនេះការងារលុយកាក់គឺវាចាប់ផ្ដើមមានលំនឹងជាងមុនណាដោយសារអ្នកទាំងអស់គ្នាខិតខំប្រឹងប្រែងអត់ឈប់ឈរទេវាបង្ហាញថាអ្នកទាំងអស់គ្នាជំរុញដែរខិតខំប្រឹងប្រែងអ្នកទាំងអស់គ្នាមិនដែលខាតបង់ទៅលើអ្វីដែលបានខិតខំឡើយអ្វីមួយទៀតនោះណាញអខាត់នឹងសេចក្តីស្រឡាញ់ការពីនេះវាអាចថាក្តីប្រាថ្នាដែលអ្នកទាំងអស់គ្នាតែងតែរំពឹងទុកវានឹងខ្លាយជាការពិតណាអាចថាជាគូស្នេហ៍ជា soulmate connection ជាគូជីវិតជាគូជីវិតថ្មីដែលអាចចូលមកក្នុងជីវិតរបស់អ្នកទាំងអស់គ្នាដោយមិនបានរំពឹងទុកណាអាចថានៅក្នុងខែថ្មីអ្នកទាំងអស់គ្នាឡើងដូចមុនហើយទាំងលុយកាក់ទាំងរឿងស្នេហាគ្រប់យ៉ាងគឺអ្នកទាំងអស់គ្នានឹងផ្លាស់ប្ដូរអាចថាការពិតនឹងមកដល់ធ្វើឲ្យអ្នកទាំងអស់គ្នាខ្លាយជាមនុស្សថ្មីអូខេអញ្ចឹងខ្ញុំអត់មានអីនិយាយខ្ញុំបានប្រាប់សាន់មុន Rising នៅក្នុងនេះហើយឬណាអ្នកទាំងអស់គ្នាខ្ញុំបានប្រាប់សាន់មុន Rising ដល់អ្នកទាំងអស់គ្នាហើយឬនៅក្នុងនេះគឺអាចថាជាពាក់ព័ន្ធជាមួយនឹងអ្នកទាំងអស់គ្នាឬក៏គេជា Gemini លេខ5 Aquarius ឬក៏ Scorpio Taurus Virgo ណាបានថាជាតារាក៏ធាតុទឹកធាតុដីធាតុភ្លើងធាតុខ្យល់នៅក្នុងនេះបើធាតុភ្លើងគឺហាក់បីដូចជាអត់ឃើញមានទេណានៅក្នុងនេះវាភាគច្រើនគឺពាក់ព័ន្ធជាមួយនឹងធាតុខ្យល់ហើយនិងធាតុដីប៉ុន្តែធម្មពលដែលខ្លាំងគឺ Gemini លេខ5 Aquarius គឺធាតុខ្យល់ហើយវាធាតុទឹកអាចមាន Scorpio អាចមានរីឯធាតុដីវាអាចមាន Taurus Virgo Capricorn ហើយអ្នកទាំងអស់គ្នាប្រសិនបើអាចថាអ្នកទាំងអស់គ្នាតែងតែឃើញលេខ555ឬក៏7 7 3ដងអីហ្នឹងគឺភាគច្រើនអាចថាពាក់ព័ន្ធជាមួយនឹងអ្នកទាំងអស់គ្នាឧស្សាហ៍ឃើញលេខបែបនោះមួយវិញទៀតអាចថាពាក់ព័ន្ធជាមួយនឹងណាលេខ666គឺអាចថាអ្នកទាំងអស់គ្នាតែងតែឃើញលេខបែបនោះបើថាលេខដែលចងភ្ជាប់ជីវិតរបស់អ្នកទាំងអស់គ្នាពីអតីតកាលនេះគឺគូតាំងពីអតីតជាតិអ្នកទាំងអស់គ្នាណាគូថ្មីប៉ុន្តែជាគូដែលចងភ្ជាប់តាំងពីអតីតជាតិដោយនិស្ស័យណាអាចថាអ្នកទាំងអស់គ្នាតែងតែឃើញលេខ666លេខ1បានថាជាលេខដែលបង្ហាញពីការផ្លាស់ប្ដូរជាការឆ្ពោះទៅរកភាពជោគជ័យអ្វីត្រឡប់មកប្រសើរឡើងវិញណាអូខេអញ្ចឹងខ្ញុំអស់អីនិយាយអ្នកទាំងអស់គ្នាបើគិតថាត្រូវក៏ share ចាំណែគិតថាខុសរំលងណាអរគុណច្រើនបាយបាយ see you